này choose the right man for you á này bạch hot thẹp cái ao thơ ấy là mấy này feel happy feel comfortable feel confident này cái nơi một cái cứ này mẹ rộng năng mong if it's the right man for you mình vậy bắt năng nên đâu mình được phò đại áo là dương thời dương phải chăm là cao cho nặng cho mình được xài đợt tây it's not healthy for you bây giờ này chua mình được phò đại này mẹ quạt cứ chưa mình được phò bên đặc là đại hai tham mình được phò mỏ này nó mẹ làm tha comfortable tha đai bà làm khai quạt mơ nẹp xe rồi mới còn mình nẹp xe rồi mới cái vì tới nhung bạc thẻ bà làm Make up បែបមុខ Glow Glass Skin Natural ដែលប្រើជាមួយនឹង The Brand CKSL Make up មួយនេះគឺស័ក្តិសមមែនទែនសម្រាប់សិស្សសាលាក៏ដូចជាបងកំពុងធ្វើការចឹងមក get ready មួយខ្ញុំទាំងអស់គ្នាទីដំបូងហ្នឹងគឺមានជាការងើបពីដេកមកមុខឡើងស្លេកស្លាប់ខ្ញុំ start ដំបូងអស់គឺខ្ញុំប្រើជាមួយនឹង CKSL Foam Collagen Foam CKSL នេះមានអត្ថប្រយោជន៍ជួយធ្វើឲ្យស្បែកមុខយើងសភ្លឺរលោងតឹងណែនជួយបំបត្តិមុខមុនមុខរោគក៏ដូចជាមុខ allergy ពេលលាងទឹកចេញក៏ស្បែកមុខយើងសមរលោងតឹងណែនភ្លឺថ្លាហ្មងសំខាន់ណាស់លាប skin care ឆាប់ចូលទៀតហ៎ packaging ថ្មីនេះចេញមកឡើង premium ហ្មងហើយជាបន្ទាប់យើងមកប្រើប្រាស់ជាមួយនឹង sunscreen CKSL sunscreen នេះគឺចាស់បានទេណាមួយឥឡូវគឺមានក្តៅខ្លាំងមែនទែន complex apply sunscreen ឲ្យជាប់ចំពោះខ្ញុំផ្ទាល់មិនថាចេញក្រៅក៏នៅផ្ទះទេគឺខ្ញុំតែងតែលាបជាមួយនឹង sunscreen នេះហើយប្រើជាប្រចាំជាមួយនឹង sunscreen CKSL ព្រោះ sunscreen នេះមានរូបមន្តមកពីប្រទេសកូរ៉េជួយធ្វើឲ្យស្បែកមុខយើងថនអែបមកកម្រិតទៀតមកខាងខ្ញុំអត់ទាន់លាបនឹងខាងខ្ញុំលាបហើយនេះគឺខុសគ្នាខ្លាំងមែនទែនមាន SPF ការពារក្រៅថ្ងៃដល់50បូកលាប sunscreen ហើយឥឡូវចូលដល់វគ្គលាបជាមួយនឹង BB cream ទៅ brand CKSL ហើយ BB CKSL នេះមានមុខងារជួយបិទបាំងស្នាមយើងបានយ៉ាងល្អជាពិសេសជួយបិទបាំងស្នាមស្លក់ដក complex នឹងហ្មងពេលលាបហើយឃើញមុខយើងឡើង smooth glow glass skin ហ្មងសំខាន់ BB cream CKSL នេះងាយស្រួលលាបចូលស្បែកមុខយើងអស់ហ្មងអត់មានស្អិតអបតាអីទេចង់លាបម្ដងទៀតក៏នៅតែចូលមុខអស់ដែរបើចង់បានស្បែកមុខ glow glass skin សមរលោង complete ប្រើជាមួយនឹង The brand CKSL គេមកឆែអស់ឥឡូវចូលដល់វគ្គយើង make up ម្ដងហើយនេះផាច់បាត់សេសាទេដោយសារតែចេញទៅរៀនផងខ្ញុំឆ្លាញ់ color ថ្ពណ៌នេះខ្លាំងមែនតើអ្នកគ្នា brand Buffalo Vano គឺស្អាតខ្លាំងមែនតើហើយឥឡូវចូលដល់វគ្គយើង contour ចំហម្ដងអ្នកគ្នាបានចំហស្រាប់ទៅប៉ុន្តែចង់ contour ថែមហ្នឹងឯងឥឡូវនេះចូលមកដល់យើងគូស្លក់ដល់ complete ម្ដងអ្នកគ្នានេះ bye grey ចូលមកដល់វគ្គយើងពណ៌ black ហើយក៏លាបជាមួយនឹង mascara ជាចង់បញ្ចប់នោះគឺសិនចាំជាមួយនឹងពណ៌ប្រាណហើយគឺឲ្យ make up នេះគឺស្រួលខ្លាំងមែនតើ make up មួយនេះមើលមក natural ជាពិសេសមុខយើងឡើង glow glass skin ហ្មងចឹងបើចង់បានស្បែកមុខសភ្លឺថ្លាមរលោង complete ប្រើជាមួយនឹង The brand CKSLចេញតែ care គឺខ្ញុំមកដែរ Click Lip Sunscreen របស់ CKSL ទេដើម្បីជួយការពារស្បែកមុខរបស់យើងពីពន្លឺព្រះអាទិត្យធ្វើឲ្យមុខរបស់យើងមានសំណើមភ្លឺរលោងហើយបន្ទាប់មកគឺប្រើជាមួយនឹង BB cream ដើម្បីជួយបិទបាំងស្នាមធ្វើឲ្យស្បែកមុខរបស់យើងមានភ្លឺសជាងមុនងាយស្រួលយើងដាក់ក្រែមគូនចោមហើយដាក់ color ថ្ពណ៌មកហើយតែធ្វើឲ្យយើងស្អាតមកកម្រិតទៀតចឹងសុខធីថែតែអូនថាបងខលទើបដឹងម្សិលមួយថ្ងៃថ្លៃប្រា CKSL លំស្នេហ៍ស្ដីដល់គ្នាខ្ញុំ Les ចឹងថ្ងៃហ្នឹងខ្ញុំនាំដល់គ្នាទៅមើល process នៃការថតរូប ផ្លែកស្អាតៗរបស់ខ្ញុំហ្នឹង Quick Keratin Plus first thing first ហ្នឹងគឺ sunscreen ហ្មងដប sunscreen ខ្ញុំទៅដល់គ្នាដោយសារខ្ញុំប្រើរាល់ថ្ងៃចឹងខ្ញុំប្រើ CKSL sunscreen នៅក្នុង make up របស់ខ្ញុំដើម្បីការពារស្បែកមុខផងឲ្យ make up ចូលស្អាតទៀតលាបកផងណាទៅលាប sunscreen ហើយមុខគឺ glowy ហើយមានសំណើមមក BB cream របស់ CKSL ដែរ one of all time foundation បានណាអូវាឲ្យស្មើសាច់ហើយបើខ្ញុំធ្វើការ blend វាមកហើយមានអារម្មណ៍ដូចដាក់ filter មកខ្ញុំ use សុំ finish make up មួយសិនហើយមិនតែដល់គ្នាស្អាតអត់ឥឡូវសុំរៀបឲ្យវ៉ាន់ឲ្យដូរកៅអៅមួយសិនណាថ្ងៃនេះខ្ញុំត្រូវថតពី concept ចឹង first stop របស់ខ្ញុំហ្នឹងគឺនៅប៉ុនមួយព្រោះខ្ញុំចង់បាន vibe ថតរូបបែបជាប៉ុនណាប្រហែល1ម៉ោងកន្លះប៉ុន្តែអ្នកគ្នាមើល base ខ្ញុំ smooth ស្អាតហ្មងគឺ result ខ្ញុំថតនៅកន្លែងទី1និយាយទៅដូចអីដែលខ្ញុំចង់ហើយយើងទៅ location បន្ទាប់អ្នកគ្នាថាពេលដែលជិះទៅហ្នឹងគឺម៉ោង10យប់ហ្មងអ្នកគ្នាខ្ញុំចង់បាន location ខ្លាំងខ្ញុំមាន mood board ខ្ញុំសម័យរូបភាពចេញហើយតាំងពីថ្ងៃប៉ុន្តែភ្លៀងទៅយើង delay ដល់យប់ហ្មងនិយាយទៅគឺមកថតទាំងខ្លាចហ្មងប្រាប់ថា no regret ហ្មងអ្នកគ្នានិយាយទៅគឺស្អាតខ្លាំងហ្មងពីឧបសគ្គគឺ100ឧបសគ្គហ្មងខ្ញុំដល់ឡើងថតរូបហ្នឹងតែថ្ងៃខ្លះណាតែអ្នកគ្នាមើលមុខបងខ្ញុំភ័យមែនតើ definition of do it scare but do it anyway ហ្នឹងគឺពួកខ្ញុំទៅ shoot មួយ for effort មែនតើឥឡូវមានតែចាំមើល result មើល result អត់នេះគឺជា result មិនតែអ្នកគ្នាចាំជួយ rate ឲ្យផងហើយចប់ហ្នឹងប្រហែលជាចិត្ត1ម៉ោងអ្នកគ្នាហើយនេះគឺម៉ោង10:56ខ្ញុំដាក់ឲ្យមើលទៅ make up តាំងពីថ្ងៃថតពី3កន្លែងតាំងថ្ងៃដល់យប់គឺ make up ហ្នឹងនៅតែស្អាត smooth ដដែល BB cream CKSL ណាហើយ touch up ជាមួយនឹងម្សៅហុយតិចតួចខ្ញុំមានតែប៉ុណ្្នឹងឯង thank you all for watching bye all love you
បានដែរពីមួយដដម recommend ឲ្យប្រើពីមុខនេះចូលគ្នាដឹងឲ្យពេញចិត្តទេ BB cream CKSL ជាមួយនឹង sunscreen បើចង់ឲ្យមុខស្អាតថែមទៀតប្រើ foam គាត់មានទៀតបើចង់ឆែកផាត់មុខ store ដូចខ្ញុំ sell វីដេអូខ្ញុំតោកបើកមើលបដាហើយធ្វើតាមបដាមកថ្ងៃនេះមករៀន make up ផាត់មុខបែបប្រចាំថ្ងៃសាលាក៏បានធ្វើការក៏បានអ្នកសបល់ស្អែមដឹងឲ្យត្រូវចិត្តមកតើចាប់ផ្ដើមពីការគូអញ្ចាមមកនេះខ្ញុំប្រើពណ៌សូកូឡាដោយសារមើលមកឲ្យវារៀងបែបធម្មជាតិដែរបើខ្មៅវាដិតពេកគូអញ្ចាមខ្ញុំគូផ្នែកខាងក្រោមមុនភ្ជាប់ផ្នែកខាងលើបានយើងគូកដាឲ្យវាពេញពណ៌ស្អាតមិនគូតែមួយខ្មៅដែរហើយណាជក់រឹងតូចបែបនេះជាមួយពណ៌សូកូឡាកម្ៅហើយយកមកផាត់លើអញ្ចាមរបស់យើងដើម្បីឲ្យពណ៌ម៉ត់ស្អាតពេលដែលយើងគូខ្មៅដែរហើយណាខាងមុខអញ្ចាមយើងផាត់ចឹងមកទៅវាបស៊ីពណ៌គ្នាស្អាតមើលទៅអត់ដិតពេកបើសិនអញ្ចាមគូទៅធំពេកគ្នាអាចយក concealer ជាមួយនឹងជក់តប៉ែតអញ្ចឹងដាក់ concealer ឲ្យច្រើនតិចមកបន្ទាប់មកអូសវាទៅ clean បានហើយពេលសម្អាតអញ្ចាមហើយអ្នកទាំងគ្នាដាក់ concealer ពេញតបកភ្នែកមកតបវាឲ្យម៉ត់នៅពេលដែលយើងដាក់សម្រាប់ផាត់ភ្នែកពីលើដាក់ពណ៌អីគឺដឹងឲ្យចេញពណ៌ហ្នឹងហ្មងត្រូវមានជក់បែបកំាប់បែបនេះប្រើពណ៌ផាត់ភ្នែកបែបសូកូឡាពណ៌អញ្ចឹងគឺសម្រាប់ប្រចាំថ្ងៃហ្មងពណ៌ដែលដិតយើងដាក់នៅក្រោមភ្នែកអញ្ចឹងអូសទៅអូសមកឲ្យវារៀងដិតស្អាតហើយយើងបដិញពណ៌ទៅផ្នែកខាងលើបន្តិចខ្ញែហើយយកពណ៌ដែលស្រាលជាងពណ៌ម៉េចដាក់នៅពីលើពណ៌ម៉េចលើតបកភ្នែករបស់យើងហើយចាំយើងអូសទៅអូសមកឲ្យវាស៊ីពណ៌គ្នាស្អាតព្រោះអញ្ចឹងវាអត់ដប់ទេវាបដិញពណ៌គ្នាល្អយកពណ៌ដែលដិតជាងគេដាក់នៅខាងក្រោមភ្នែកបន្ថែមទៀតអូសទៅអូសមក make sure ថាបកភ្នែករបស់យើងគឺបដិញពណ៌គ្នាអត់ដប់ទេណានេះឥឡូវយើងផាត់ទាំងសងខាងហើយពណ៌តបកភ្នែកទាំងសងខាងសិនមុននឹងយើងដាក់ mascara ត្រូវមានទៀនគូភ្នែកពណ៌សូកូឡាមួយតែមិនបាច់ប្រើប្រាស់ eyeliner ទេប្រើតែទៀនគូភ្នែកហ្នឹងទៅវាធម្មជាតិជាងហើយងាយស្រួលជាងទៀតគូភ្នែកខាងលើនៃតបកភ្នែករបស់យើងតែមិនយើងតដាក់ mascara ណាយើងគូចឹងសិនបន្ទាប់មកបញ្ចេញឲ្យវាចេញជា eyeliner អញ្ចេះតិចមកឃើញបែបធម្មជាតិអីឃើញទេបន្ទាប់មកដល់វគ្គមុខខ្ញុំអត់តដាក់ mascara កុំឲ្យវាធ្លាក់កតិចលើមុខមុនដាក់ម្សៅស្អិតឬក៏ cushion ដាច់ខាតត្រូវតែប្រើ skin care ជាពិសេសគឺ sunscreen ហ្មងបើ sunscreen នឹងមានជាតិទឹកស្រាប់ដឹងតែល្អហើយនេះខ្ញុំប្រើពីខាង brand CKSL របស់គាត់ជា brand ខ្មែរពិតៗសំខាន់នៅលើ packaging គាត់មានក្បាច់ខ្មែរទៀតណាជាផលិតផលខ្មែររូបមន្តមកពីប្រទេសកូរ៉េនេះដល់គ្នាពេលលាបទៅអបអរសា white cast នៅលើមុខណាគឺជ្រាបចូលមុខអស់មកប្រចាំថ្ងៃខ្ញុំ recommend ឲ្យប្រើ BB cream ពីខាង CKSL ដែរដោយសារសាច់ម្សៅស្រាលហើយអត់ពិបាកក្នុងការផាត់ដូច cushion ឬក៏ foundation ទេដល់គ្នាច្បាច់ដាក់ដៃដាក់នៅលើមុខចឹងមកខ្ញុំលាយជាមួយម្សៅស្អិតពណ៌កម្ៅតិចដើម្បីឲ្យត្រូវមុខខ្ញុំណាយកម្រាមដៃអូសឲ្យវាពេញមុខឲ្យស្មើសាច់ស្អាតចាំយើងយកពងមកតប់តាមក្រោយណាព្រោះអញ្ចឹងបិទបាំងស្នាមបានល្អហើយកាត់បន្ថយការប្រើប្រាស់ម្សៅច្រើនទៀតហើយពេលដែលតប់នឹងតប់តិចបំផុតកុំឲ្យសាច់ម្សៅនឹងចូលទៅក្នុងពងបើសិនជាយើងសកត់ខ្លាំងសម្ពាធពងនឹងដឹងតែជ្រាបម្សៅចូលពងអស់ហើយអស់ម្សៅច្រើនទៀតអញ្ចឹងព្យាយាមតប់តិចដូចខ្ញុំម៉ត់ស្អាតហើយនៅសល់សាច់ម្សៅនៅលើមុខច្រើនទៀតព្រោះអញ្ចឹងបិទបាំងស្នាមបានល្អណានេះបងប្អូនគ្នាអាចមើលបានសាច់ម្សៅ BB cream គឺល្អមែនទែនសម្រាប់ការផាត់មុខប្រចាំថ្ងៃវាអត់ក្រាស់ពេកវាអត់ពិបាកក្នុងការផាត់ហើយចំពោះ CKSL នេះគឺអាចបិទបាំងស្នាមបាន 80% វាមិនដូចពពុះម្សៅស្អិតនៅអាមេរិកដែលបិទបាំងបាន 100% វាមកល្មមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅសាលាទៅធ្វើការអីអញ្ចឹងណាបន្ទាប់ពីផាត់ពេញផ្ទៃមុខហើយខ្ញុំយក CKSL ដដែលប៉ុន្តែលាយពណ៌ឯងគឺប្រើពណ៌របស់គាត់មកហើយមកប្រើប្រាស់ធ្វើជា concealer ល្អខ្លាំងមកបងប្អូនគ្នាខ្ញុំដាក់ concealer ក្រោមភ្នែកសងខាងនៅកន្លែងចកាថ្ងាសជាមួយនឹងខ្ទង់ច្រមុះរបស់យើងកន្លែងហ្នឹងគឺសំខាន់ណាស់ដើម្បីឲ្យមុខយើងមើលមកផុសស្អាតហើយភ្លឺល្អហើយប្រើពងរបស់យើងដដែលយកមកតប់កន្លែងដែលយើងដាក់ concealer មិញហ្នឹងតប់ម៉ត់ស្អាតហើយនេះគឺជាលទ្ធផលដល់គ្នាបិទបាំងស្នាមបានខ្លាំងណាស់មិន80ទេចង់ 100% ទេខ្ញុំតែងតែប្រើប្រាស់ bronzer តែអ្នកនរគ្នាអាច skip ក៏បានដែរសារខ្ញុំឆ្លាញ់មុខបែបស្អែម warm tone ណាបើអ្នកនរគ្នាមានអារម្មណ៍ថាកម្ៅពេកអាចដាក់ទៅត្រឹម BB cream CKSL ហើយយើងដាក់ blush ទៅអូខេហើយប៉ុន្តែខ្ញុំឆ្លាញ់បែប warm tone ពេលដែលអ្នកនរគ្នា blend អស់ហើយគឺបែបធម្មជាតិស្អាតមកបន្ទាប់ពីប្រើប្រភេទជាតិទឹកហើយចោលអត់បានទេណាម្សៅហុយដើម្បីទប់ជាតិ BB cream bronzer របស់យើងហ្នឹងឲ្យជាប់បានល្អកន្លែងដែលខ្ញុំប្រើពងតប់ហ្នឹងគឺជាកន្លែងដែលយើងដាក់ concealer ទាំង5កន្លែងក្រោមភ្នែកច្រមុះចកាជាមួយនឹងថ្ងាសតែកន្លែងផ្សេងគឺខ្ញុំប្រើជាមួយជូរបែបនេះព្រោះអញ្ចឹងកុំឲ្យវាក្រាស់ទៅលើមុខពេកយើងប្រើប្រាស់ពងតែកន្លែងណាដែលយើងទប់ជាតិខ្លាញ់ហើយចង់ឲ្យវាមើលទៅម៉ត់ខ្លាំងចំពោះកន្លែងផ្សេងគឺយើងប្រើប្រាស់ជក់ដើម្បីឲ្យមើលទៅធម្មជាតិបដិញពណ៌គ្នាស្អាតបន្ទាប់មកខ្ញុំប្រើជាប្រភេទ bronzer តែជាម្សៅម្ដងដើម្បីឲ្យកាន់តែពណ៌ bronzer ដែលយើងដាក់ជាតិទឹកមិញហ្នឹងជាប់បានល្អថែមទៀតហើយកន្លែងដែលយើងដាក់ bronzer ម្សៅហុយហ្នឹងគឺដូចទៅកន្លែងដែលយើងដាក់ bronzer ទឹកដែរចំពោះពណ៌គឺខ្ញុំប្រើជក់បែបនេះធ្វើអញ្ចឹងពណ៌របស់យើងម៉ត់ស្អាតហើយជាប់បានយូរទៀតហើយវាអត់ឲ្យតបាច់ម្សៅរបស់យើងទេហើយពណ៌ខ្ញុំប្រើពណ៌កាជូខ្ចីមើលទៅស្រស់ខ្លាំងហើយក្មេងប្រើជក់រឹងជាមួយពណ៌ brown ដាក់នៅផ្នែកក្រោមភ្នែករបស់យើងបន្ទាប់មកគឺយើងយកកម្មួនពណ៌សូកូឡាមុនហ្នឹងមកគូក្រោមភ្នែកបន្ថែមទៀតមើលបែបធម្មជាតិមកនេះមិនបាច់ច្បាច់គូ eyeliner ឯងឃើញភ្នែកយើងឡើងស្អាតមកខ្ញុំយកពណ៌ភ្នែកពណ៌ភ្លឺពណ៌សនេះធ្វើជា highlighter អញ្ចឹងចំណេញលុយមិនបាច់ច្បាច់ទិញ highlighter មួយទៀតទេគឺភ្លឺស្អាតដូចតែយើងទិញ highlighter អញ្ចឹងគៀមសងខាងជាមួយនឹងច្រមុះរបស់យើងហើយបើក្រែមគឺខ្ញុំប្រើពណ៌សាច់បែកជាមួយនឹងក្បឿងត្រូវជាមួយអ្នកស្អែមហ្មងពណ៌នេះហ៎តោះរួចរាល់ហើយអូយតើអ្នកសុំឲ្យខ្លាំង9លើ10ចាត់មុខប្រចាំថ្ងៃនេះមើលមកបែបធម្មជាតិស្អាតអត់ដិតពេកហើយបើអ្នកសបល់ស្ដេចបាយស្អែមមិនត្រូវចិត្តទេនេះពណ៌ដែលខ្ញុំប្រើលើមុខនេះសិតតែសម្រាប់អ្នក warm tone ហ្មងចឹងឲ្យបន្ទុកបានដែរពីមួយដដម recommend ឲ្យប្រើពីមុខនេះចូលគ្នាដឹងឲ្យពេញចិត្តទេ BB cream CKSL ជាមួយនឹង sunscreen បើចង់ឲ្យមុខស្អាតថែមទៀតប្រើ foam គាត់មានទៀតដែរអាចរកទិញផលិតផល CKSL បាននៅតាមរយៈ page របស់គាត់បាយបាយមកកែរីឌីមួយខ្ញុំទាំងអស់គ្នា
make up បែបមុខ glow glass skin natural ដែលប្រើជាមួយនឹង The Brand CKSL make up មួយនេះគឺស័ក្តិសមមែនទែនសម្រាប់សិស្សសាលាក៏ដូចជាបងបងកំពុងធ្វើការចឹងមក get ready មួយខ្ញុំទាំងអស់គ្នាឆ្លប់ចូល start ដំបូងមកគឺយើងប្រើជាមួយនឹង CKSL foam collagen foam CKSL នេះមានអត្ថប្រយោជន៍ជួយធ្វើឲ្យស្បែកមុខយើងសភ្លឺរលោងតឹងណែនជួយបំបត្តិមុខមុនមុខរោគក៏ដូចជាមុខ allergy ពេលលាងទឹកចេញក៏ស្បែកមុខយើងសមរលោងតឹងណែនភ្លឺថ្លាហ្មងសំខាន់ណាស់លាប skin care ឆាប់ចូលទៀត packaging ថ្មីនេះចេញមកឡើង premium ហ្មងហើយជាបន្ទាប់យើងមកប្រើប្រាស់ជាមួយនឹង sunscreen CKSL sunscreen នេះគឺចាស់បានទេណាមួយឥឡូវគឺមេក្តៅខ្លាំងមែនតើកុំភ្លេច apply sunscreen ឲ្យជាប់ណាចំពោះខ្ញុំផ្ទាល់មិនថាចេញក្រៅក៏នៅផ្ទះទេគឺខ្ញុំតែងតែលាបជាមួយនឹង sunscreen ហើយប្រើជាប្រចាំជាមួយនឹង sunscreen CKSL ព្រោះ sunscreen នេះមានរូបមន្តមកពីប្រទេសកូរ៉េជួយធ្វើឲ្យស្បែកមុខយើង tone up មកកម្រិតទៀតមកខាងខ្ញុំអត់ទាន់លាបនឹងខាងខ្ញុំលាបហើយអ្នកនេះគឺខុសគ្នាខ្លាំងមែនតើមាន SPF ការពារក្រៅនេះដល់50បូកលាប sunscreen ហើយឥឡូវចូលដល់វគ្គលាបជាមួយនឹង BB cream The Brand CKSL BCKSL នេះមានមុខងារជួយបិទបាំងស្នាមយើងបានយ៉ាងល្អជាពិសេសជួយបិទបាំងស្នាមស្លាក់ដក complete នឹងហ្មងពេលលាបហើយឃើញមុខយើងឡើង smooth glow glass skin ហ្មងសំខាន់ BB cream CKSL ហ្នឹងងាយស្រួលលាបចូលស្បែកមុខយើងអស់ហ្មងអត់មានស្អិតអបតាអីទេចង់លាបម្ដងទៀតក៏នៅតែចូលមុខអស់ដែរចឹងបើចង់បានស្បែកមុខ glow glass skin សមរលោង complete ប្រើជាមួយនឹង The Brand CKSL This is how I did my daily makeup ហ្នឹង finish អត់ដល់10នាទីណាមើលថាខ្ញុំប្រើគេខ្លះជាមួយនឹង sunscreen brand របស់កូនខ្មែរយើង sunscreen នេះខ្ញុំប្រើរាល់ថ្ងៃហ្មងអស់គ្នាមិនបាច់ភ័យទេគឺងាយស្រួល apply ខ្លាំងជួយការពារពលឺព្រះអាទិត្យហើយជួយឲ្យ make up ចូលស្អាតទៀត apply ឲ្យមានអារម្មណ៍ថាស្បែកមុខភ្លឺមកកម្រិតហើយមានសំណើមហ្មងតែបន្ទាប់គឺ BB cream នេះក៏ខ្ញុំប្រើរបស់ CKSL ដែរណា BB cream នេះខ្ញុំ recommend ខ្លាំងសម្រាប់អ្នកដែលគាត់ចូលចិត្តបែបធម្មជាតិសាច់មិនសាយស្ដើង glowing ហើយក៏ជួយបិទបាំងស្នាមដែរអូសាច់ cream មិនស្មើស្បែកមុខសិនហើយខ្ញុំធ្វើការប្រឡប់លាបប្រើតែដៃទេប៉ុន្តែអ្នកទាំងអស់គ្នាមើលគឺងាយស្រួលប្លែកសំមុខហើយមានអារម្មណ៍ថាដូចដាក់ filter អញ្ចឹងតមកគឺខ្ញុំចាប់ដើមគូនចាមហើយចាមអត់បាក់ទៅតាមតម្រងដែលខ្ញុំកោវាហើយជាមួយ mascara មកហើយ shadow វិញខ្ញុំដាក់ស្ដាងស្ដាងឲ្យសប់ភ្នែកហើយចាំយកពណ៌ដែលដិតហ្នឹងដាក់នៅកន្ទុយភ្នែកមកអីដែលចោលបានហ្នឹងគឺ eyeliner គូ eyeliner ហើយឃើញមុខប្លែកមកវិញខ្ញុំចូលចិត្តលាបនៅលើឆ្អឹងថ្ពាល់ខ្ញុំឡើងចូលជាមួយ eye shadow មកទាំងអស់គ្នាមុខយើងក្មេងហើយ lift ឡើងទៅលើមកនឹងគ្រាន់លាប cream ហើយទៅក្រៅបានថែមជាមួយនឹង highlighter តិចដើម្បីឲ្យមើលមក make up យើងហ្នឹងវាផុសស្អាតហើយបារីអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តមែនតើងាយស្រួលហើយលាបសំខាន់គឺ base យើងមកស្អាតដែរ base ខ្ញុំមើលមកស្ដើងធម្មជាតិ glowy ប៉ុន្តែក៏ជួយបាត់បង់ស្នាមខ្ញុំប្រើហ្នឹងគឺរបស់កូនខ្មែរសុទ្ធ 100% របស់ CKSL អ្នកទាំងអស់គ្នាហើយក៏ជាងអ្នកទាំងអស់គ្នាគឺ artwork បែបខ្មែរមកពី quality វិញខ្ញុំអ្នកប្រើផ្ទាល់ឲ្យលេខ1 make up ស្អាតមួយយ៉ាង complete ថែស្បែកមុខផង make up ក៏ក្រោយ make up ខ្ញុំ clean ស្បែកមុខខ្លួនឯងឲ្យស្អាតលើមុខក៏ខ្ញុំប្រើរបស់ CKSL ដែរណាហើយថាមុខស្ងួតរេស្បែកមុខនៅតែមានសំណើមដដែលតើមក get ready រៀបចំខ្លួនចេញទៅខាងក្រៅជាមួយខ្ញុំប៉ុន្តែថ្ងៃនេះខ្ញុំមានពេលរៀបចំតែ10នាទីទេជាទម្លាប់តខ្លួនរបស់ខ្ញុំហ្មងមុនពេល make up គឺខ្ញុំតែងតែលាងសម្អាតមុខឲ្យស្អាតសិនហើយ foam ដែលខ្ញុំប្រើថ្ងៃនេះគឺមកពីខាង brand CKSL មួយនេះគឺជួយលាងសម្អាតធូលីដីប្រេងក៏ដូចជាជាតិកខ្វក់បានល្អមែនតើធ្វើឲ្យស្បែកយើងភ្លឺហើយអត់ស្ងួតទៀតហើយទោះបីប្រញាប់ខ្លាំងមិនក៏ដោយខ្ញុំមិនដែលរំលងទេរឿងលាប sunscreen មុនពេល make up ហើ sunscreen ត្រូវមិនត្រឹមតែជួយការពារកម្ដៅថ្ងៃទេតែក៏ជួយឲ្យ make up យើងនឹងចូលមុខបានល្អដែរដោយ sunscreen របស់ CKSL ដែលខ្ញុំប្រើនេះអញ្ចឹងលាបមកអត់មានស្អិតអត់មានកាហាយហើយចូលមុខអស់ទៀត make up ទៅក្រៅតិចតួចអញ្ចឹងខ្ញុំមកចូលចិត្តប្រើអីក្រាក់ៗហេអញ្ចឹងខ្ញុំប្រើ BB cream របស់ CKSL ដែរសាច់គេស្រាលនៅលើមុខមែនតើប៉ុន្តែបិទបាំងស្នាមបានល្អណាស់ម៉ត់ស្អាតមើលមកឡើង smooth ហ្មងខ្ញុំឲ្យលេខ1ហ្មងខ្ញុំនិយាយមែនណាឲ្យតែ make up base យើងស្អាតមើលទៅម៉ត់ប៉ុណ្ណឹងថែមតែ color តិចតួចមកមើលឃើញស្អាតបាត់ហើយមិនបាច់ចាំបាច់ make up អីខ្លាំងទេហើយសម្រាប់ឈុតដែលខ្ញុំប្រើហ្នឹងបើទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងទៅកាន់ page CKSL ផ្ទាល់បាន brand ផុសខ្មែរយើងទៀតណាខ្ញុំរងថ្ងៃ make up តែប៉ុណ្្នឹងងាយៗលឿនៗ10នាទីចេញទៅក្រៅបានដែរអញ្ចឹងអរគុណទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់យើងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយត្រឹមតែបាន make up ស្អាតទេមាន collagen ចិញ្ចឹមកោសិកាស្បែកទៀតសិនមិនដំបងជាមួយនឹង BB cream collagen CKSL ដែលជាផលិតផលរបស់ប្រទេសកូរ៉េសម្រាប់ BB cream collagen CKSL នេះផងដែរកម្រិតនៃការបិទបាំងស្នាមដែលមាននៅលើផ្ទៃមុខគឺបានល្អមែនតើសាច់ cream លាបចូលមុខស្អាតមិនបតាដោយបងមកបានឃើញអញ្ចឹងលាបចូលសាច់បានល្អមែនតើលាបហើយបងមកនឹងទទួលបានស្បែកមុខដ៏ម៉ត់រលោងស្អាតដូចនារីកូរ៉េអញ្ចឹងអ្វីដែលពិសេសនោះគឺមានវីតាមីន collagen ដែលអាចជួយចិញ្ចឹមកោសិកាផ្ទៃមុខរបស់បងផងដែរសម្រាប់ BB cream collagen CKSL នេះគឺធន់នឹងញើសធន់នឹងតក់អ្វីដែលសំខាន់គឺអាចប្រើប្រាស់បានគ្រប់ប្រភេទស្បែកមុខទាំងអស់សម្រាប់បងដែលមានចំណាប់អារម្មណ៍អាចតាក់ទងមកពួកយើងឥឡូវនេះបានណា
បងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំ start ហាត់ប្រាណឡើងវិញអ្នកទាំងគ្នាគឺដោយសារតែខ្ញុំខានហាត់យូរមែនតើដោយសារតែរវល់ឈឺផងអីផងចឹងមុននឹងហាត់ប្រាណគឺខ្ញុំមកប្រើជាមួយនឹង CKSL ជាមុនសិន sunscreen ហើយភាសាអ្នកទាំងគ្នាប៉ុន្តែបានថតអញ្ចឹងឥឡូវនេះគឺខ្ញុំមកតប BB cream ឲ្យអ្នកទាំងគ្នាមើលម្ដង BB របស់ CKSL នឹងគឺថាល្អខ្លាំងមែនតើអ្នកទាំងគ្នាវាបិទបាំងស្នាមបានល្អហ្មងសំខាន់គឺជួយទប់ជាតិខ្លាញ់របស់ខ្ញុំទីរងពេលដែលបែកញើសទៅវាអត់មានហូរតាមញើសអីណាចាឥឡូវមកមើលខ្ញុំហាត់ប្រាណវិញម្ដងចឹងមុននឹងហាត់គឺខ្ញុំពុតដៃពុតចឹងជាមុនសិនហើយកន្លែងហាត់ប្រាណនេះគឺថាស្រួលខ្លាំងមែនតើដោយសារអត់មានមនុស្សអ្នកទាំងគ្នាចឹងខ្ញុំស្លៀក sexy មិនក៏ខ្ញុំអត់ភ័យដែរតែខានហាត់យូរហើយយើងមកហាត់វិញអញ្ចឹងគឺថាឈឺខ្លួនសាហាវអ្នកទាំងគ្នាអើយហើយឈឺខ្លួនជាមួយនឹងការហាត់ប្រាណហ្នឹងឈឺម្ដងចង់ក្រនណាអ្នកទាំងគ្នាហើយថ្ងៃហ្នឹងក្បាច់ដែលខ្ញុំហាត់ហ្នឹងគឺផ្ដោតលើតាគៀកដោយសារតែខ្ញុំមានអារម្មណ៍ថាតាគៀកខ្ញុំរៀងផតអញ្ចឹងហើយអ្នកខ្លះថាខ្ញុំហ្នឹងរៀងស្អាតហើយនៅប្រឹងហាត់ធ្វើអីទៀតនិយាយទៅគឺខ្ញុំហាត់ដើម្បីសុខភាពអញ្ចឹងតែការហាត់ប្រាណហ្នឹងមិនត្រឹមតែជួយឲ្យសុខភាពល្អទេថែមទាំងជួយរៀងស្អាតហើយជួយឲ្យយើងក្មេងជាងវ័យទៀតអ្នកទាំងគ្នាអញ្ចឹងកុំភ្លេចទៀតហាត់ប្រាណទាំងគ្នាណាបាយបាយតែងឈុតបារាណលើកទី1មួយខ្ញុំនៅខេត្តសៀមរាបអរគ្នាសួរខ្ញុំច្រើនមែនតើមកខ្ញុំនៅតែម៉ត់ស្អាតដដែលក្រហមហ្នឹងខ្ញុំមុតមួយអីឯងបែបនៅម៉ត់ស្អាតហ្នឹងដោយសារមុនចេញមកខ្ញុំប្រើជាមួយ CKSL ទាំង3លាងហ្វូមឲ្យស្អាតហើយខ្ញុំចោតបានគឺ sunscreen តែពេលដើរហាថ្ងៃចឹងណាលាបឲ្យច្រើនមកដល់គ្នាបាទអីគឺងាយស្រួល apply ខ្លាំងហ្មងមុន make up គឺ make up ចូលស្អាតមកគឺ BB cream របស់ CKSL ដែរ cream នេះហត់តែស្រួល apply ទៀតហើយដាក់មកសាច់មិនសូវបែបធម្មជាតិមិនបង់ស្នាមប៉ុន្តែមើលមកអត់ក្រហេបែបធម្មជាតិហើយ glow ហ្មងបែបស្អាតពេញមួយថ្ងៃហ្មង process នៃការស្លៀកវិញគាត់ពាក់ Angel Pop កាឈូកដើម្បីរឹបយករាងហើយមិនដាក់ស្បៃពីលើមកគាត់ចាប់ដើមចាប់ក្បាច់សញ្ញុមកស្លៀកនៅលើរាងយើងហើយឃើញខ្ញុំកាត់លឿនចឹងតែជាក់ស្ដែងអត់លឿនចឹងវីដេអូយូរគួរសមដែរនឹងធ្វើមួយច្បាស់ហើយ detail មែនតើចង់ឲ្យផ្លឹងយកហ្មងពុតហើយគាត់ចាប់ដើមពាក់គ្រឿងដូចខ្សែក្រវ៉ាត់កងដៃអីហ្នឹងថាគ្រឿងដែលគាត់ពាក់ហ្នឹងគឺថ្មីហ្មង result ពេលដែលស្លៀកហើយគឺផ្លឹងខ្លាំងអាច add គ្រឿងអីតាមចិត្តបានខ្ញុំ add នេះទៅទៅគេគិតតាមហ្នឹងពេលតែងឲ្យគ្រប់គ្រឿងហ្មងអូយអ្នកនរគ្នាគិតមិនដែរខ្ញុំស្រឡាញ់ខ្លាំងហ្មងភ្លាមគឺបញ្ញាប់ជីទៅថតរូបព្រួយខ្ញុំតែងឲ្យហ្នឹងប្រហែលជាម៉ោង3ម៉ោង4ដែរឆ្ងាយមានតែទៅភាសាប៉ាឡេឡៃទេសភាពពណ៌បៃតងហើយស្លាយច្រើនតែខ្ញុំគិតថាស៊ីជាមួយនឹងឈុតខ្ញុំហ៎ចារ៉េអ្នកនរគ្នាហុកស្អាតខ្លាំងខ្ញុំបានផុសហើយកុំភ្លេចទៅចូលមើលផងមកវិញក៏បានជីកាត់ខ្លោងទ្វារប្រាសាទហើយស្អាតខ្លាំងអ្នកនរគ្នាកន្លែងនេះពេលប្លង់បាយទៅទឹកនេះហាឃើញថ្ងៃលិចអូយដោយគំនូចឹងអ្នកនរគ្នាតែវិញទៅចង់ឲ្យអ្នកនរគ្នាមើលស្បែកមុខនេះហាជិះម៉ូតូហាខ្យល់ហាថ្ងៃមួយថ្ងៃនេះហើយសាច់មុខខ្ញុំនៅតែម៉ត់ស្អាតដដែលក្រហមហ្នឹងខ្ញុំមុតមួយអីបែបនៅម៉ត់ស្អាតហ្នឹងដោយសារមុនចេញមកខ្ញុំប្រើជាមួយ CKSL ទាំង3ហើយកលីថ្ងៃហ្នឹងខ្ញុំនឹងមកហាត់ប្រាណកីឡាស្អីស្អាតដែលហៅថាភេលតែមួយខ្ញុំទាំងអស់គ្នាដោយសារឃើញកីឡានេះសុទ្ធតែស្អីស្អាតគាត់ទៅធ្វើការហាត់ប្រាណអញ្ចឹងខ្ញុំក៏ចាំយូរដែរជាដំបូងខ្ញុំរៀបចំខ្លួនសិនហើយសម្រាប់ការរៀបចំខ្លួនរបស់ខ្ញុំគឺថ្ងៃហ្នឹងគឺស្រួលខ្លាំងមែនតើខ្ញុំរៀបជាមួយនឹង sunscreen ហើយនឹង BB ដែលជាផលិតផលបបង The Brand CKSL ជាដំបូងខ្ញុំប្រើប្រាស់ជាមួយ sunscreen តែសម្រាប់ sunscreen នេះដែរខ្ញុំចង់ប្រាប់អ្នកថាអ្វីដែលពិសេសហ្នឹងមិនត្រឹមតែជួយការពារកម្ដៅថ្ងៃបានល្អហើយសំខាន់គឺ base make up ឲ្យអ្នកទាំងអស់គ្នាទៀតលាបឆាប់ចូលមុខហើយធ្វើមុខ glow បែប glow glass skin ដូចក្រៃចឹងថ្ងៃហ្នឹងខ្ញុំត្រូវការ make up ដែរអញ្ចឹងខ្ញុំក៏ប្រើបន្ថែមជាមួយនឹង BB របស់ CKSL អ្នកទាំងអស់គ្នាដោយសារមុខរបស់ខ្ញុំមានស្នាមហើយក៏មានមុនដែរអញ្ចឹងខ្ញុំប្រើតែ sunscreen មួយមុខវាអត់សូវលក្ខណៈថាវានៅមានស្នាមមានអីចឹងណាខ្ញុំក៏ថែមជាមួយនឹង BB មកតង់ទៀតពីលើហើយសម្រាប់សាច់ BB គាត់ក៏របៀបថាសាច់ creamy ហ្មងអ្នកទាំងអស់គ្នាដាក់ទៅលើមុខហើយគាត់តែ apply បន្តិចគឺចូលមុខអស់តែម្ដងហើយសំខាន់អត់ត្រាស់ពេកនៅលើមុខហើយក៏វាមិនមែនថារបៀបថាពណ៌ហ្នឹងវាលើស្បែកមុខយើងទេគឺពណ៌វាជាមួយនឹង skin tone យើងគឺ matching គ្នាហ្មងចឹងតែខ្ញុំនិយាយថាវ៉ាវហ្មងអ្នកទាំងអស់គ្នា BB នេះខ្ញុំស្រឡាញ់ខ្លាំងផងថាសាច់វាស្ដើងហើយសំខាន់លាបទៅមុខខ្ញុំគឺមុខ glow មែនតើមក glow មកទំហឹងហ្មងអ្នកទាំងអស់គ្នាបងអូនណាដែលគាត់ចង់ make up easy girl បែប clean girl ហើយ glow glass skin ហ្នឹងគឺអាចនាំលងប្រភេទពីរមុខនេះបាននៃ sunscreen មួយជាមួយនឹង BB របស់ CKSL នេះគឺល្អខ្លាំងមែនតើខ្ញុំហ៊ាន recommend ហ្មងព្រោះដោយសារខ្ញុំជា test skin របស់គាត់ប្រើផ្ទាល់ហ្មងហើយខ្ញុំប្រើប្រាស់ជាប្រចាំទៀតហើយសំខាន់គឺវាស្រួលខ្លាំងមែនតើគាត់តែធ្វើការ make up ហើយភ្លាមថែមជាមួយនឹង blur ហើយនឹង cream តិចតួចគឺស្អាតបានអ្នកទាំងអស់គ្នាគិតមិនថាជាមួយ make up look របស់ខ្ញុំថ្ងៃហ្នឹងឲ្យ red មែនតើជំរាបបងមានបន្ថែមដែលបងក៏ចង់បានផលិតផលខ្ញុំប្រើប្រាស់ក្នុងវីដេអូនេះគាត់អាចតាក់ទងទៅកាន់ page ដែលខ្ញុំ mention នៅក្នុងក្រោយវីដេអូនេះបានបាយបាយเป็นไรเพราะเมคอัพเฮียจะบอกเลยไม่ได้เมคอัพของไม่ได้เมคอัพของเบบี้ครีมสีเขียวเอาเฮียบ้างชอบผมก็ระดับที่นี่เหรอมนเผาบิ๊กเบย์ครีมเผาสารสกินสีเขียวเอาซันกับไปกำลังสกายบันออกให้ผมเพลงสำอางมกจมูกน้องโฟมสีเขียวเอาท้อง
មក make up បែបស្រាលៗងាយៗដើម្បីទៅសាលារៀនជារៀងរាល់ព្រឹកជាមួយខ្ញុំទាំងអស់គ្នាដែលខ្ញុំផ្ទាល់ជ្រើសរើសប្រើជាមួយ The Brand CKSL ដើម្បីធ្វើការ make up ក្នុងថ្ងៃនេះដោយ step ទី1គឺយើងប្រើប្រាស់ជាមួយនឹង foam collagen CKSL សម្រាប់អត្ថប្រយោជន៍របស់ foam CKSL ជួយធ្វើឲ្យស្បែកមុខយើងសភ្លឺថ្លា glow glass skin ហើយបញ្ជាក់ទៀត foam CKSL នេះគឺបកកែខ្លាំងធំព្យាបាលមុខមុនមុខស្នាមអាចរុយជាប់ក៏ដូចជាមុខអាឡែស៊ីអីហ្នឹង foam CKSL ជួយបានគ្រប់មុខពេល clean មុខស្អាតហើយចាំលាបជាមួយនឹង sunscreen CKSL ឥឡូវគឺថាមេក្តៅខ្លាំងមែនតើបងប្អូនកុំភ្លេចទិញ sunscreen CKSL ទៅផលម្នាក់មួយដើម្បីទប់ស្កាត់កុំឲ្យឡើងមុនក៏ដូចជាជាប់អាចរុយមិនថាយើងវ័យប៉ុណ្ណាទៅបងប្អូនគួរទិញ sunscreen ផលម្នាក់មួយទៅរសារតា sunscreen គឺល្អខ្លាំងមែនតើសម្រាប់ស្បែកមុខយើង sunscreen កាត់ពីក្តៅថ្ងៃឲ្យកុំភ្លេចលាបជាមួយនឹង BB cream របស់ CKSL ពីមុខនេះចង់មួយអ្នកបានទេពួកអីកាន់តែលាបស្បែកមុខយើងកាន់តែសភ្លឺ BB CKSL បកកែខ្លាំងថងបិទបាំងស្នាមមុខយើងបានយ៉ាងល្អមានសាច់ CKSL brand ក្នុងដៃគឺងាយស្រួលខ្លាំងមែនតើសំខាន់ណាស់សាច់ម្សៅគេគឺអត់ក្រាស់ទេមើលមកគឺដូច natural ធម្មជាតិអញ្ចឹងជួយធ្វើឲ្យស្បែកមុខយើងសភ្លឺថ្លា glow glass skin បែប natural ហ្មងតើគ្នា make up នេះគឺចំណេញពេលខ្លាំងមែនតើ10នាទីទៅគឺហើយលាប cream ថែម blur អីហើយគឺខ្ញុំរៀបចំទៅរៀននេះតើគ្នាគឺងាយស្រួលខ្លាំងមែនតើ make up បើអ្នកខ្លះចង់បានស្បែកមុខសភ្លឺថ្លា glow glass skin ដូចខ្ញុំមក complete ផលជាមួយនឹង The Brand CKSL តែហើយគឺជាប់ចិត្តហ្មងតើគ្នាបែបមុខ 3 step ធ្វើឲ្យស្បែកមុខយើងសភ្លឺថ្លាឥឡូវនេះគឺ make up ខ្ញុំហើយល្មមអញ្ចឹងខ្ញុំរៀបចំទៅរៀនហើយឥឡូវដល់ slide អស់គ្នាអត់សូវមានមនុស្សដែលសាប់តែខ្ញុំមកលឿនពេកនិស្សិតថ្មីថ្មងឆ្នាំទី1ចានិយាយពីថាមកថ្នាក់ពីអត់សូវមានមនុស្សយកមកក្នុងនាងខ្ញុំជានិស្សិតឆ្នាំទី1និយាយពីថាស្ដាប់ហើយមកខ្ញុំនេះលាប sunscreen ជាមួយនឹង BB CKSL គឺជាប់យូរខ្លាំងមែនតើបងប្អូនអាចមើលបាន 4-5 ម៉ោងណានិយាយពីថាអត់រលត់ទេចង់ vlog ថ្ងៃនេះក្នុងការ make up ជាមួយនឹង The Brand CKSL គឺបានត្រូវចប់ហើយបងប្អូនបាយបាយទិញវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារចាស់ក្នុងខេត្តសៀមរាបជាមួយខ្ញុំទាំងអស់គ្នាចាគឺថានាងខ្ញុំនេះគឺខ្មែរប៉ុន្តែរៀងស៊ីចូលដែរពេលអ្នកលក់និយាយថាអូនឯងដូចកូនជប៉ុនអ្នកទាំងអស់គ្នាអត់ដឹងគឺខ្ញុំកូនកាត់តែកូនកាត់ដែរខ្មែរកាត់កម្ពុជាចឹងធម្មតាជីត្រូវថ្ងៃត្រូវអីនេះបើសិនជាមុខអត់មានអីការពារវិញគឺថាខ្លោចហ្មងប៉ុន្តែខ្ញុំអត់បារម្ភទេណាគឺខ្ញុំមានរបស់ការពារជាពិសេសសិនជាអ្នកទាំងអស់គ្នាចូលចិត្ត make up ហើយពិបាករក sunscreen ដែលប្រើទៅងាយស្រួលក្នុងការ make up គឺខ្ញុំណែនាំហ្មងជាមួយ CKSL sunscreen នេះទៅបើខ្លាំងមានសារជាតិ UV ការពារក្តៅថ្ងៃអាហ្នឹងមកជុំវិញណាងុំគឺប្រើឲ្យអ្នកទាំងគ្នា make up ពីលើគឺអត់បាច់បារម្ភតែម្ដងជាមួយនឹងរឿងកកម្សៅរឿងម្សៅជួបគ្នាមួយមុខអីនេះឲ្យបែងនិយាយពីសំណើវិញមិនមែនចាដាក់ទៅគឺថាមុខឡងកឡូចឹងហ្មងចឹងបើសិនជាចង់បាន sunscreen ដែលមានជាតិ UV ការពារក្តៅថ្ងៃខ្ពស់ complete ជាមួយនឹង CKSLកុំឲ្យចាំយូរយើងទៅសាកផលិតផលទាំងអស់គ្នាដំបូងគឺយើងប្រើជាមួយនឹង sunscreen CKSL មុនសិន sunscreen នេះគឺមានចំណុះច្រើនខ្លាំងមែនតើហ្មងឡើងណែនទីប120ក្រាមប្រើបានកាន់ខែសម្រាប់សាច់គេវិញចេញមកឡើងរលោងឡើង smooth ហ្មងពេលដែលយើងលាបទៅលើមុខទៅគឺស្រួល apply ចូលមុខយើងលឿនអត់មានប្រសនៅ white case ដែលធ្វើឲ្យកកស្ព្រីពេញមុខយើងទេប្រើការពារកម្ដៅថ្ងៃបានល្អហើយបើសិនជាចង់ make up ចេញទៅក្រៅទៀតកុំភ្លេចជ្រើសរើសជាមួយនឹង collagen baby cream របស់ CKSL សាច់ម្សៅគេឡើង smooth មែនតើខ្ញុំឡើងវ៉ាវហ្មងហើយដាក់ទៅលើមុខយើងគឺស្រាលហើយ coverage ស្នាមបានល្អមែនតើអាចមើលបានមកជាហៀងដែលលាបហើយជាមួយនឹងមកជាហៀងដែលអត់ទាន់លាបគឺខុសគ្នាមែនតើហ្មងអាមកជាហៀងទៀតនៅសល់ស្នាមមុនស្នាមអីផ្សេងប៉ុន្តែដល់ពេលយើងលាបហើយស្បែកប្រែទៅជាស្បែកមុខមនុស្សពីរខុសគ្នាហ្មងចា៎បើសិនអ្នកនរគ្នាចង់បានផលិតផលទាំងពីរហ្នឹងអាចតាក់ទងទៅកាន់ page CKSL បាន3ថ្ងៃបើសិនអ្នកនរគ្នាប្រាក់អត់ត្រូវទេគាត់សងប្រាក់ជូនវិញ Hello បងប្អូនទាំងគ្នាថ្ងៃនេះយើងមកធ្វើការ unboxing ជាមួយនឹងរូបរាងថ្មីរបស់ CKSL សំខាន់ខាងក្រុមហ៊ុនបាន design អាវទុកចែកជូនបង free តែម្ដងសម្រាប់ថ្ងៃ1ថ្ងៃ2ថ្ងៃ3បងដែលគាត់បានកំងអវ៉ាន់ណាមួយគឺនឹងទទួលបានអាវយឺតដែលខ្ញុំកំពុងកាន់នេះមួយនិយាយទៅសាច់អាវគឺស្អាត detail គឺលយខ្លាំងមែនតើសំខាន់ណាស់អ្នកទាំងអស់គ្នានៅក្នុងប្រអប់នីមួយៗគឺសុទ្ធតែមានរង្វាន់ទាំងអស់មកមានរង្វាន់ម៉ូតូទូរស័ព្ទជាមួយនឹងលុយជាច្រើនទៀតឥឡូវហ្នឹងគឺខ្ញុំកំពុងតែ unboxing មើលថាខ្ញុំត្រូវរង្វាន់អីគេអូយអ្នកទាំងអស់គ្នាខ្ញុំត្រូវរង្វាន់ម៉ូតូនិយាយទៅនៅក្នុងហ្នឹងគឺមានរង្វាន់ទាំងអស់ហើយពេលដែលយើងត្រូវរង្វាន់អីគឺវាលោតនៅលើនឹងស្រាប់ហ្មងឥឡូវខ្ញុំ unboxing មួយទៀតថាខ្ញុំត្រូវរង្វាន់អីគេនិយាយទៅគឺវាស៊ីសងលើសំណាងយើងដែរចឹងណាអ្នកទាំងអស់គ្នាខ្ញុំត្រូវរង្វាន់ទូរស័ព្ទដៃពេលដែលអ្នកទាំងអស់គ្នាបើកបានឃើញរូបអីគឺបានរង្វាន់នឹងហ្មងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាគាត់ចង់បានអាវយឺតដែលខ្ញុំកំពុងពាក់គឺគាត់កុំភ្លេចធ្វើការកំងអីវ៉ាន់របស់ CKSL មួយណាក៏បានដែរនៅថ្ងៃ1ថ្ងៃ2ថ្ងៃ3នៅទទួលបានអាវយឺតដែលខ្ញុំកំពុងពាក់នេះមួយ free ភ្លាមតែម្ដងចាបាយបាយ
nào kia một bọn nó khác là con nơi riêng đôi nhung á hay nhung bên cứ nơi riêng này là kia riêng mà chỉ làm tiết cứ cho bày tại nhung chỉ mà tôi từ đây nó cứ sai nam sai mà tôi hơi đây từ lý đây nó bên nó là một bọn nhung mỏ còn bàn tay nhưng mà đạp rồi bà đó mấy nè kia để sao tại nhóm á vốn si kẹt ở riêng cho mùi nằng bảy bộ bọn nhung tranh bị đó để sao ta bảy bộ bọn nhung cứ thở khang mình tay riêng cho mùi và platform si kẹt ở nhé chưa cầm chặt rồi bằng nhà hàng đây từ lý đây nó là một bọn nhung cứ chơi mà tỏ chim xe môn tội môn thôn môn ca mấy đó á tranh nó bị lớn một nhỏ mà nó bây giờ dương liên tục tranh những thằng khang mình tay khỏi tận đạ phô mà lực bảy bộ phương cứ tôn nó lủng lư tha một bà thời để đọc nhiều đó phở khang chìm platform nhé chui sắm áp bảy bộ bọn nhung mà xa thay môn tôi môn thôn mấy cửa đói mình nó tôn mà lủng một dạng bảy bộ bọn nhung lư tha trang được cái chọn chồng CKSL CKSL ផ្ដោតទៅលើគុណភាពនិងទំនុកចិត្តនៃភាពជឿជាក់ ខ្ញុំទឹកទេហើយមកដល់តែភ្លៀងនឹងយកទូកចោលមិនក៏ខ្ញុំអត់ភ្លេចជាមួយនឹងការលាងមុខឲ្យស្អាតដែរហើយជារៀងរាល់យប់ខ្ញុំតែប្រើប្រាស់ជាមួយនឹង foam collagen CKSL foam នេះគឺល្អខ្លាំងមែនតើ foam នេះមានរូបមន្តមកពីប្រទេសកូរ៉េជួយកម្ចាត់មុខមុនមុខរោមមុខអាឡែស៊ីនិងជួយកម្ចាត់ទលីដីលើស្បែកមុខយើងបានយ៉ាងល្អខ្លាំងមែនតើបើដែលលាងមុខហើយគឺធ្វើឲ្យស្បែកមុខយើងទន់ភ្លឺថ្លារលោង product របស់ CKSL មួយណាក៏ខ្ញុំប្រើដែរបងប្អូនគ្នាពួកអីល្អខ្លាំងឃ្លានមុខស្អាតហើយអត់ក៏ខ្ញុំចូលគេងឯបងប្អូនគ្នាបាយបាយ guys ណាបាន phone មានសម្រាប់បានស្អាត sunscreen ការពារកម្ដៅថ្ងៃបានល្អទៀតសូមណែនាំបងបងជាមួយនឹង foam collagen និង sunscreen collagen CKSL ដែលជាផលិតផលរបស់កូរ៉េសម្រាប់ foam collagen CKSL អាចជួយលាងសម្អាតកម្ចាត់មេរោគបាក់តេរីនៅលើមុខនិងលាងសម្អាតធូលីដីនៅលើមុខបានរហូតដល់ 99% វាថែមទាំងមានវីតាមីន collagen ដែលអាចជួយចិញ្ចឹមកោសិកាផ្ទៃមុខដែលអាចជួយឲ្យផ្ទៃមុខរបស់បងបងភ្លឺម៉ត់រលោងហើយបាននិយាយពី sunscreen collagen CKSL នេះវិញណាក៏មានជាមួយនឹងវីតាមីន collagen ដូចជាមួយនឹង foam លាងមុខនេះដូចគ្នាអ្វីដែលពិសេសនោះគឺ sunscreen នេះមាន SPF 50 បូកដែលអាចជួយការពារកម្ដៅថ្ងៃបានល្អមែនតើមិនត្រឹមតែអាចជួយការពារស្បែកមុខពីពន្លឺថ្ងៃនោះទេវាក៏មានវីតាមីន collagen ដែលជួយនឹងចិញ្ចឹមកោសិកាស្បែកមុខដែលអាចជួយឲ្យផ្ទៃមុខម៉ត់រលោងផងដែរនិយាយរួមទៅបងបងមានតែពីរមុខនេះអាចទទួលបានស្បែកមុខស្រស់ស្អាតនិងអាចការពារស្បែកមុខពីពន្លឺថ្ងៃបានទៀតអញ្ចឹងសម្រាប់បងបងដែលមានចំណាប់អារម្មណ៍អាចទៅមកពួកយើងឥឡូវនេះបានណា នេះគឺជា night cream លេយប់ sunscreen លេការពារកម្ដៅថ្ងៃនិងចុងក្រោយគេគឺ collagen hydrating face wash ឬមួយក៏ collagen សម្រាប់លាងមកដល់ផ្ទៃមុខរបស់យើងហើយអីដែលសំខាន់គឺទាំងអស់នេះគឺជា brand CKSL តយកតាមដងហើយខ្ញុំក៏ប្រើទៅលើ brand មួយនេះជាប្រចាំថ្ងៃរបស់ខ្ញុំផងដែរអញ្ចឹងមកដឹងពីបទពិសោធន៍របស់ខ្ញុំមួយចំនួនជាមួយនឹងអត្ថប្រយោជន៍នៃអ្វីនេះដែលខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃតោះឥឡូវនេះខិតមកចិត្តតិចមកយើងទៅដឹងទាំងអស់គ្នានេះគឺ collagen hydrating face wash ដែលតាមបានឃើញអញ្ចឹងកំប៉ុងមកល្មមប៉ិនបាតដៃរបស់យើងងាយស្រួលដាក់តាមខ្លួនមែនទែនអានេះគឺជាប្រភេទ night cream តោះ កំប៉ុងមូលខ្ជូតមែនទេបាទពណ៌មាសហើយនឹងចុងក្រោយគេគឺ sunscreen នេះខ្ញុំចូលចិត្តមែនទេសម្រាប់ការពារកម្ដៅថ្ងៃពេលចេញទៅខាងក្រៅហ្នឹងអូយខ្ជូតមែនទេកំប៉ុងរបស់គេទូចទេងាយស្រួលដាក់កតាមខ្លួនរបស់យើងមែនទេអញ្ចឹងតាណាអីដាក់ចូលទៅកាបូបទៅអូខេចង់ទៅវល់ល្ងាចសៀមរៀបអីគឺអូខេហ្មងអីដែលសំខាន់ទៀតគឺថាគ្រប់ប្រអប់ទាំងអស់របស់ CKSL brand នេះគឺមានប្រព័ន្ធទាំងអស់គ្រាន់ថាតិចឬក៏ច្រើនសំណាងរបស់ទាំងអស់គ្នាទេសម្រាប់ខ្ញុំវាមានសំណាងដែរនេះ វាទៅបានដល់ទៅម៉ូតូ2គ្រឿងលុយជាមួយនឹង iPhone បាទនិយាយពី sunscreen មួយសិននិយាយទៅប្រអប់របស់គេគឺ cute មែនតើបាទតូចល្មមហើយដែលសំខាន់ទៀតយើងគ្រាន់តែបែកមករបៀបប្រើប្រាស់គឺងាយស្រួលទេនេះយើងឃើញបន្លាស់តូចមួយនៅខាងក្នុងនេះអត់អញ្ចឹងយើងចង់ដាក់នៅលើដៃរបស់យើងគ្រប់ skin ទាំងអស់មានណាយើងដាក់មកនេះដាក់ចេះមកអូខេមួយទៀតអញ្ចឹងយើងគ្រាន់តែញីវាចុះឡើងមកប៉ុន្តែមកគឺវាជាប់នៅលើស្បែករបស់យើងហើយដែលសំខាន់ទៀតវាមានលក្ខណៈថា glow skin ណាហើយយើងចង់លាបនៅមើលមុខមែនដាក់លើពណ៌នេះប៉ុន្តែមកគឺអូខេហើយសម្រាប់អត្ថប្រយោជន៍របស់វាវិញគឺវាជួយការពារនៅពន្លឺថ្ងៃការពារនៅពន្លឺ UV របស់ព្រះអាទិត្យដែលចាំងលើយើងហ្នឹងសម្រាប់អ្នកដែលគាត់ចូលចិត្តទៅខាងក្រៅច្រើនទៅជួបគ្នាទៅ meeting អីផ្សេងៗហ្នឹងដែលត្រូវកណ្ដាលថ្ងៃអីហ្នឹងនេះសម្រាប់ layer sunscreen មួយនេះគឺ perfect ហ្មងនិយាយមែនគ្រាន់តែដាក់តាមខ្លួនមួយទៅគឺអាចប្រើបានយកហ្មងហើយនេះគឺជា foam នៃមុខ CKSL ដែលខ្ញុំប្រើជាប្រចាំថ្ងៃរបស់ខ្ញុំយកមកខ្ញុំប្រើពេលព្រឹកជាមួយនឹងពេលយប់ព្រោះថានៅពេលខ្ញុំជិះទៅខាងក្រៅហ្នឹងគឺដីតោងមុខខ្ញុំច្រើនមែនទេអញ្ចឹងបាត់លាងមុខទេដីប្រឡាក់ឡើងមុនពេញហ្នឹងបាទអញ្ចឹងខ្ញុំមានអានេះមួយសម្រាប់លាងគឺល្អខ្លាំងមែនទេហើយពលវាប្រើប្រាស់វិញតោះឥឡូវនេះខិតមកខ្ញុំនាំទៅមើលពីរបៀបដែលខ្ញុំប្រើប្រាស់ចាក់ដាក់ដៃមកហ្វូមមកគេសាច់ foam គឺពណ៌សស្អាតមែនទេអញ្ចឹងចាក់ទៅបានហ្នឹងអញ្ចឹងយើងដាក់ទឹកចេះមកគេញីវាសបដៃនេះហើយចាំមកនេះអូចាក់មុខមែនទេអូខេ
ប៉ុណ្ណេះមកហើយបាទឯងឃើញអត់ងាយស្រួលមែនតើបើយើងនិយាយពីអត្ថប្រយោជន៍របស់ foam លាងមុខនេះដែលខ្ញុំប្រើរាល់ថ្ងៃហ្មងគឺថាវាជួយធ្វើឲ្យស្បែកមុខរបស់យើងនឹងភ្លឺរលោងជាងមុនណាមួយទៀតគឺសម្រាប់អ្នកដែលគាត់ទៅក្រៅច្រើនធ្វើឲ្យមុខរបស់យើងលក្ខណៈថាឡើងដីឡើងទលីពេញមុខអីហ្នឹងអាហ្នឹងគឺជាមូលហេតុដែលធ្វើឲ្យមុខរបស់យើងកើតមុនអញ្ចឹងសម្រាប់អានេះគឺវាជួយទប់ស្កាត់ទៅដល់ការលក្ខណៈថាសម្អាតនៅរាល់បាក់តេរីដីអីផ្សេងៗលើមុខរបស់យើងបានល្អមែនតើអញ្ចឹងមានអានេះមួយគឺ perfect ហើយសម្រាប់ស្បែកមុខរបស់យើងហើយចុងក្រោយគេយើងមាន night cream លេយប់បើនិយាយទៅគឺថាខ្ញុំប្រើប្រចាំយប់ដល់មកខ្ញុំឲ្យមើលសាច់លេរបស់គេបន្តិចគឺពណ៌លឿងគួរឲ្យចង់ប្រើយកមកនិយាយមែនណាហើយមកឥឡូវនេះយើងលាបរបៀបលាបគឺងាយស្រួលទេដល់បែបតាមតុងម្ដុំមកហើយយើងបៀកមកនេះដាក់លើមុខរបស់យើងមកឥឡូវយើងលាបចាំមកដាក់ពេញមុខបណ្ដោយសល់តិចតួចហ្នឹងយើងដាក់លើកមកនេះនិយាយទៅយើងឃើញលឿងអញ្ចឹងស្មើលាបអត់ចូលមែនឃើញអត់ចូលពេញមុខរបស់យើងយកមកអញ្ចឹងតែប៉ុណ្្នឹងមកគឺវាការពារមុខរបស់យើងហើយវាការពារទៅដល់យ៉ាងខ្លះគឺការពារលក្ខណៈថាធ្វើឲ្យមុខរបស់យើងហ្នឹងបាត់មុនទួយមុនខ្មៅមុនកប់អីផ្សេងៗហ្នឹងគឺបាត់អស់ហ្មងធ្វើយើងដេកស្រួលយកមកមិនមែនបលាបតាពេញមុខក៏បាក់ដេកណាអត់ទេគឺដេកស្រួលដូចគ្នាអញ្ចឹងយើងលាបតែប៉ុណ្្នឹងហើយមូលកម្របវាមកទុកប្រើស្អែកទៀតម្ដុំហើយនេះអូលេចសម្រាប់អ្នកគាត់ចង់សាក់ប្រើទៅលើ brand CKSL ដូចខ្ញុំដែរតោះនេះអាចតាក់ទងទៅកាន់ Facebook page ដែលខ្ញុំបាន mention នៅខាងលើនេះបានហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ